សួស្តីអ្នកនរគ្នាឥឡូវខ្ញុំកំពុងតែនៅកម្មវិធីមង្គលការ Idol របស់យើងបាទម៉ោង5ជាងហើយគឺមិនតាន់បាត់ថ្ងៃទេបាទគឺនៅបើកថ្ងៃនៅឡើយឥឡូវកំពុងតែធ្វើដំណើរទៅកាន់ហលហើយឥឡូវយើងកំពុងតែរៀបចំចូលនៅក្នុងហលអ្នកនរគ្នាគឺឈរថតរូបមកផ្លែសិនហើយយើងក៏ចូលទៅក្នុងហលនិយាយទៅគឺថានៅក្នុង live មិនគឺនៅខាងក្រៅស្អាតជាងក្នុង live ទៀតអ្នកនរគ្នាការដេកផ្សេងមិនថាភ្លើងមិនថាប្រប់អីគឺថតរូបមកឆ្ងាញ់ហ្មងណាហើយកន្លែងនេះគឺជាផ្លូវចូលដែលខ្ញុំចង់ថតរូបជាងគេអ្នកនរគ្នាគឺមានរូបបងព្រឹកមួយបងវិតថត pre-wedding ជាច្រើនកន្លែងនេះលើកមកភ្ញាក់ទៅព្រឹកនៅខាងក្រោយអ្នកនរគ្នារូបគាត់នៅខាងក្រោយដល់ពេលឲ្យថតម្ដងទៀតហើយយើងកំពុងតែឈរចាំគ្នាដើម្បីចូលទៅខាងក្នុងបាទគ្នាយើងកំពុងថតរូបលើកំពុងចាំគ្នា2នាក់ហើយយើងក៏ចូលទៅខាងក្នុងបានសម្រេចអ្នកនរគ្នាយើងបានមកដល់ហើយគេគាត់ថាប្រាប់ស្អាតគ្រប់ប្លង់ហ្មងអ្នកនរគ្នានិយាយទៅគឺដូចឋានសួគ៌ហ្មងដូចទៅប្រាសាទមែនតែនហ្មងគឺរូបហើយ LED ទៀតគឺត្រូវគ្នាតែម្ដងឥឡូវបានចូលមកដល់ខាងក្នុងហើយបាទគឺថាធំមែនតែនតែម្ដងអ្នកគ្នាហើយមនុស្សក៏ច្រើនដែរដើរមកដល់គឺរូបប្រាសាទព្រះវិហារនៅចំកណ្ដាលហតែម្ដងអ្នកគ្នាគឺធំមែនតែនតែម្ដងហើយមនុស្សច្រើនបាទខាងនោះគឺផ្សារអង្គរវត្តហើយនៅខាងនោះគឺឆាកធំតែម្ដងហើយខ្ញុំក៏បានដើរទៅរកកន្លែងប្រាសាទអង្គរវត្តថាចង់មកថតរូបអ្នកគ្នាប្រាសាទព្រះវិហារធំមែនតែនហ្មងដើរមកដល់កន្លែងប្រាសាទអង្គរវត្តគឺបានជួបបងវិតបាទក៏ប៉ិតរូបបងវិតកំពុងជំរាបសួរសិនណាគ្នាឥឡូវយើងដើរទៅខាងប្រាសាទអង្គរវត្តគឺមនុស្សច្រើនមែនតែនបងប្អូនខ្ញុំចេះឆ្ងល់គេហុំធ្វើអីគេក៏ប៉ិតគឺ idol យើងកំពុងតែឈរតាមថតរូបជាមួយ fan 100នាក់ដែលបានមកមុនដំបូងគេអញ្ចឹងអ្នកដែលមកមុនដំបូងគេគឺគេបានឡើងថតរូបជាមួយនឹង idol យើងទាំងពីរហ្មងបាទហើយចំពោះឈុតរបស់ idol យើងគឺស្អាតមែនតែនហ្មងអ្នកនរគ្នាមើលពីចម្ងាយក៏ស្អាតដែរនិយាយទៅគឺដូចឋានសួគ៌ហ្មងទាំងប្រាប់ទាំងLED អង្គរវត្តនេះគឺស៊ីគ្នាមែនតែនហ្មងនេះគឺគេថតរូបសម្រាប់ fan 100នាក់ដែលមកដំបូងអញ្ចឹងណាហើយខ្ញុំមករៀងម៉ោង5ជាងហ្នឹងអញ្ចឹងទៅអ្នកមក100អ្នកមុនគេបានថតអញ្ចឹងណាខ្ញុំសោសាអ្នកគ្នាបានថតមួយ idol ឈុតបុរាណអីចឹងណាគ្នាឈុតបងព្រឹកគឺស្អាតតែម្ដងហើយបងវិតសង្ហាទៀតគឺថាអូអ្នកគ្នាខ្ជូតខប់ផលហ្មងអ្នកគ្នាអាចមើលមុខចិត្តបានអ្នកគ្នាគឺខ្ជូតហ្មងណាទាំងពីរអ្នកបងវិតនិងបងព្រឹកគឺសមគ្នាមែនតែនតែម្ដងមកស្រស់សោភាស្រស់សង្ហាដូចគ្នាបាទបងព្រឹកមើលនៅក្នុង live ស្អាតណាស់អ្នកគ្នានៅក្រៅគាត់តែស្អាតទេអ្នកគ្នាគឺស្អាតសោភានិយាយទៅគឺខប់ផលមកគូនេះគឺសូខ្ជូតតែម្ដងឥឡូវខ្ញុំក៏មកថតរូបនៅកន្លែងប្រាសាទព្រះវិហារអ្នកគ្នាគឺបានពីបបោះដែរតែអត់តផុសទេដោយសារចេញវីដេអូសិនអញ្ចឹងណាបើនិយាយពីថាប្លង់ថតវិញគឺអត់ចេះអស់ហ្មងអ្នកគ្នាគ្រប់ជ្រុងប្រាសាទមិនថានៅកណ្ដាលនៅចំហៀននៅពីមុខអីគឺច្រើនប្លង់ថតមែនតើហើយគេមានរបស់ញ៉ាំជាច្រើនទៀតអ្នកគ្នាមិនថាកាហ្វេអីចឹងខ្ញុំមកយកតែក្រូចឆ្មារៀងអស់ខ្យល់ដែរអ្នកគ្នាដើរថតមួយថ្ងៃយកដើរវល់ពេញហ្នឹងហើយគ្នាក៏អត់ទាន់មកអស់ចឹងក៏មកយកតែក្រូចឆ្មាញ៉ាំគឺតែក្រូចឆ្មាសាវ៉ានកាហ្វេសាវ៉ានបានមួយកែវហើយបើ steak វិញគឺធំទលាយតែម្ដងអ្នកគ្នានិយាយទៅរបស់ញ៉ាំមានច្រើនតែម្ដងមានតាំងពីបុកល្ហុងមានតាំងពីកាហ្វេមានតាំងពីម្ជូរផ្សេងនំប៉័ងអីហ្នឹងតែញ៉ាំអត់អស់ទេគេថាតែនិយាយទៅឃើញតែប្រាប់ចង់ថតរូបហ្នឹងគឺលែងចង់ឃ្លានបដ ாய் កំពុងតែឈរទៅរូបសុកបាទបងវិតបងព្រឹកចេញមកបានស្អាតមែនតែនដោឈុតឲ្យសំខាន់បងវិតហើយបងព្រឹកបាយដាក់ទៀតណាអូយខ្ជូតខ្លាំងណាស់គ្នាហើយនេះគឺគាត់កំពុងតែត្រៀមខ្លួនចូលក្នុង live ដើម្បីចូលក្នុង live page ของ Facebook ចឹងណាបន្ទាប់ពីមើលគាត់ថតហើយបានគឺខ្ញុំទៅយកនំប៉័ងដើរញ៉ាំគឺឃ្លានបដាហើយបាទគឺដើរញ៉ាំនំប៉័ងបដាដោយសារគ្នាអត់ទាន់មកហូបក៏អត់ទាន់ដាក់ដែរឥឡូវយើងដើរទៅរកតុរបស់យើងវិញចំពោះតុរបស់យើងវិញគឺនៅជាប់ប្រាសាទព្រះវិហារតែម្ដងអ្នកគ្នាហើយក៏នៅចិត្តឆាកដែរហើយគាត់តែឃើញមុខមហោបហើយរៀងគៀងដែរអ្នកគ្នាមិនដឹងចង់ដៃមែនទេការ idol នេះសំខាន់គឺយើងទទួលបាន gift មួយចំនួនដូចជាការបោះត្រែហ្នឹងគឺយើងបញ្ជាក់ថាយើងបានយកកដោហើយបានខ្សែដៃមួយហើយក៏បាន gift ចំនួន2គឺខ្ញុំបានចំហួយហើយនឹងលេខក្លៀកពី brand Miss អ្នកនរគ្នាតែតើបានសាកទេកំពុងតែអង្គុយសុកគេហៅឲ្យមកបាច់ផ្កា idol បានពាក់ឈុតទេសមសដើម្បីដើរអញ្ចឹងណាអ្នកគ្នាគឺរំភើបមែនតើហើយខ្ញុំរត់ទៅមុខឆាកវិញកន្លែងនេះមនុស្សច្រើនពេកដល់មុខឆាកហើយក៏បងវិតមកព្រឹកដើរមកហើយអ្នកគ្នាគឺដូរមកឈុតទៀតណាគឺអ្នកគ្នាគឺទៅការហ្នឹងគឺមិនមែនទៅដូចជា fan នេះគឺទៅដូចជាភ្ញៀវកិត្តិយសមែនតើម្ដងអ្នកគ្នាគឺរំភើបហើយសប្បាយចិត្តមែនតើហ្មងបានមកការ idol លើកដំបូងអ្នកគ្នាមើលឈុតស្អាតមែនតើហ្មងស័ក្តិសមជាងគូស្វាមីមែនតើអូ my god ហើយក៏បានដើរមកលើហើយក៏ធៀមនឹងចាប់បាច់ផ្កាតែមុននឹងបាច់ផ្កាមុននឹងបោះផ្កាគឺគេមានកម្មវិធីមួយចំនួនដូចគ្នាគឺខាង idol បានចងដៃបងវិតនិងបងព្រឹកគឺចំនួន$240,000អ្នកទាំងអស់គ្នា$240,000គឺ
Oh my god ហ្មងគាត់នៅឃើញចំនួនហើយរៀងអូសូច្រើនមែនតើបងប្អូនអ្នកគ្នាបន្ទាប់ពីចុងនេះហើយគឺពួកគាត់បានឈៀជាមួយនឹង idol Tring ទាំងអស់គ្នាតែម្ដងបានហើយបងវិតគឺអត់ចោល fan តែម្ដងអ្នកគ្នាឈៀហើយក៏បានយកឆ្លៀតយក Tring ហ្នឹងមកចែកដល់ fan ដែរបានតែមានតែមួយកំប៉ុងទេចឹងឲ្យ fan បានតែម្នាក់ទេអ្នកគ្នាបន្ទាប់ពីហ្នឹងហើយគឺយើងនឹងកម្មវិធីវគ្គបោះផ្កាតែអត់បានលើខ្ញុំទេចឹងខ្ញុំក៏ថតតគឺយើងចូលដល់វគ្គ concert តែម្ដងអ្នកគ្នាបងវិតក៏បាន perform បទមហានគរនៅក្នុងកម្មវិធីការរបស់គាត់ហើយថ្ងៃហ្នឹងគឺគាត់ច្រៀងផ្ទាល់ទាំងពីរនាក់ហ្មងទាំងបងព្រឹកទាំងបងវិតតែបងព្រឹកគឺខ្ញុំមិនបានថតទេដោយសារតែឡៃទៅថតរូប photo booth ដល់ពេលមកដល់ចូលដល់បងវិតបាត់ចំពោះថ្ងៃហ្នឹងបងវិតក៏ perform ច្រើនបទដែរបទសบายបទ hair បទហរំអីចឹងណាគឺរៀងច្រើនបទគួរសមណាស់គ្នាអញ្ចឹងសบายដែរអ្នកគ្នាបានស្គាល់បងនៅក្នុងកម្មវិធីការហើយលោតច្រៀងទាំងអស់គ្នាអញ្ចឹងណាមួយ idol យើងហ្នឹងហើយទីបំផុតកម្មវិធីយើងក៏បានមកដល់ទីបញ្ចប់ហើយគឺគេអត់តន់ចប់ទេតែខ្ញុំទៅផ្ទះមុនហើយដោយសារតែយប់ជ្រៅហើយបានម៉ោងបាន10ហើយអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ